រងជាម្ចាស់នៃជីវិតរបស់យើងខ្ញុំទាំងអស់គ្នាព្រះអង្គជាម្ចាស់លើក្រុមជំនុំទាំងអស់នៅលើពិភពលោករាប់ទាំងក្រុមជំនុំនៅប្រទេសកម្ពុជាផងហើយព្រះអង្គជាម្ចាស់នៃសិល្បៈអរគុណព្រះអង្គដែលបានប្រហែលឲ្យក្រុមសិល្បករមកដល់ខ្មែរនាំយករបាំខ្មែរបបបន្ស៊ីជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គតំណែងល្អរបស់ព្រះអង្គដែលជាតំណែងល្អដល់ជីវិតនេះឲ្យយើងរកមកទីឃើញព្រះគុណព្រះអង្គឃើញបារតីស្រឡាញ់របស់ព្រះអង្គឃើញផែនការសង្គ្រោះរបស់ព្រះអង្គហើយជាពិសេសឃើញតម្លៃរបស់ជនជាតិខ្មែរក្រុមចំណោមជនជាតិទាំងអស់នៅទីគ្រប់គ្រងអង្គជ្រាបថាពេលព្រះអង្គទ្រង់ត្រាស់ហើយឲ្យយើងដើរតាមព្រះអង្គដោយស្មោះត្រង់ព្រះអង្គទ្រង់បាត់ជាមុនហើយថាកញ្ជ្រោងមានរឹងសត្វស្លាប់លើអាកាសមានសម្បូរហើយបាត់មនុស្សគ្មានទាំងខ្លាំងកាយផងអង្គទ្រង់មិនបានខាត់ខាំងយើងមិនឲ្យដើរតាមអង្គឡើយតែព្រះអង្គទ្រង់ប្រុងប្រៀបរៀបចំយើងឲ្យហ៊ានប្រឈមនឹងលក្ខខណ្ឌនៃជីវិតដែលពេលខ្លះយើងត្រូវជួបអនភាពថវិកាជួបការប្រមាថមើលងាយជួបការខ្វះអាហារបរិបូរណ៍ដោយសារកន្លែងដែលព្រះអង្គចាត់បញ្ជូនយើងខ្ញុំទៅឆ្ងាយដាច់ស្រយាលឬក៏ជាតំបន់ដែលមានភាពបន្ទុះសារាយនិងដំណឹងល្អប្រជាជននៅទីនេះមិនស្វាគមន៍ជាច្រើនប៉ុន្តែព្រះអង្គទ្រង់ក៏សន្យាថាសង្ឃស្ទីលអបិពុប៉ុន្តែអ្នកស្រឡាញ់ព្រះអង្គអ្នកដែលរំពឹងដល់ព្រះនាមព្រះអង្គដែលអំពីលើដល់ព្រះអង្គមិនដែលបានសុំទានគេឡើយដូច្នេះគុណអធិដ្ឋានសូមឲ្យព្រះអង្គបើកទ្វារឋានសួគ៌បើកបង្ពួយឋានសួគ៌បង្ហូរព្រះពរដែលព្រះអង្គសន្យាជាមួយលោកអាប់រ៉ាហាំថាគ្រប់ប្រជាជាតិនៅផែនដីនឹងទទួលពរដោយសារអ្នកតាមរយៈពុទ្ធពលរបស់អ្នកគឺព្រះយេស៊ូវនោះបានសម្រេចដល់ក្រុមសិល្បករនេះមិនថាអាហារប្រចាំថ្ងៃដែលពួកគាត់ត្រូវការមិនថាថ្លៃសាំងដែលគាត់ត្រូវការចាក់ម៉ូតូចាក់រថយន្តធ្វើដំណើរមិនថាយានជំនិះដែលត្រូវការដឹកជញ្ជូនសិល្បករសិល្បករនេះនៅថ្ងៃប្រជុំក៏នៅថ្ងៃសមហាត់សមអីហ្នឹងមិនថាម្ហូបអាហារដែលឆ្ងាញ់តែព្រះអង្គចង់ជប់ដៀងអបអរសាទរយើងដោយពុទ្ធសាវកដែលដើរតាមព្រះអង្គមិនបន្តឲ្យបាត់ឃ្លានរហូតដល់មានពេលបាត់មានពេលដែលបរិបូរណ៍សូមទ្រង់ប្រគំដល់ពួកគាត់ជាបរិបូរណ៍តាមរយៈក្រុមជំនុំទាំងជឿជាក់លើអ្វីៗដែលគាត់កំពុងធ្វើទៅកាន់ព្រះនាមព្រះអង្គនេះតាមរយៈអ្នកជំនួយដែលឆ្លៃកប់လိုက်ព្រះអង្គដែលចង់ឃើញសិល្បៈខ្មែរមានចំណែកជាមួយនឹងការបង្រឹងនិងការពង្រីកបរិយារបស់ព្រះអង្គនឹងឃើញក្រុមគ្រួសារខ្មែរខ្លះដែលកន្លងមកមិនចិត្តសក់ផ្លោះជួយដល់អ្នកដទៃទៀតជួយដល់អ្នកក្រីក្រជួយដល់ជនពិសេសសូមឲ្យគាត់មើលឃើញសេចក្តីការរបស់ពួកអ្នកសិល្បៈទាំងអស់នេះដែរហើយគោលទូលសូមគ្រប់ការទាំងអស់នេះក្នុងព្រះនាមរបស់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន